ជំរាបសួរលោកគ្រូនេះគឺជា quick note របស់ខ្ញុំបានធ្វើរួចរាល់ហើយនេះជាទម្រង់ UI របស់ quick note របស់ខ្ញុំហើយឥឡូវខ្ញុំសាក add note ឲ្យមើលមួយត note នេះខ្ញុំដាក់ថា this is my first note hello I want to be a doctor ឧទាហរណ៍ទៅ content យើងគេយ៉ាងទៅពេលយើង save ទៅវានឹងចូលនៅក្នុងនេះហើយវានឹងចូលនៅក្នុង note របស់យើងហើយឥឡូវខ្ញុំសាក add ថែមពី note ទៀត this is my second note I want to engineering វា note ទី2របស់ខ្ញុំបាទហើយខ្ញុំ add note ទី3 is my first my third note ដាក់នេះចេះដាក់ទៅ content របស់យើងបាទនេះហើយ note របស់យើងអាច display វាជា grid ចេះក៏បានយើងជា list ចេះក៏បានដែរតែចិត្តយើងហើយយើងអាច search ទៅលើ note របស់យើងបានថា this is my second អញ្ចឹងទៅអញ្ចឹងវានឹងទៅតាមវានឹង find ទៅលើ note របស់យើងដែលមានឈ្មោះហ្នឹងហើយនេះជា search របស់ខ្ញុំហើយយើងអាច display នេះដូចក្នុងហ្នឹងអញ្ចឹងហើយយើងក៏អាច edit បានដែរយើងអាច edit note នេះ my search note ខ្ញុំអាច edit វាទៅជាថា this is my last note ចឹងទៅខ្ញុំអាច edit វាចឹងពេលខ្ញុំ update ទៅវានឹងដូរហើយថា this is my last note វាទៅជាទម្រង់បែបនេះវិញហើយនៅ note របស់យើងគឺយើងមានថ្ងៃដែលយើងបង្កើតជាមួយនឹងថ្ងៃដែលយើង update ចឹងអា note មិញអា last មិញគឺខ្ញុំបង្កើតនៅម៉ោងប៉ុណ្ណេះហើយខ្ញុំ update នៅម៉ោងប៉ុណ្ណេះអា note មិញនេះខ្ញុំបង្កើតនៅម៉ោងប៉ុណ្ណេះវា update នៅម៉ោងប៉ុណ្ណេះចឹងមានន័យថាទៅពេលវាទៅតាមពេលរបស់យើងវានឹង show time របស់យើងថាអូយើងធ្វើវាក្នុងរយៈពេលប៉ុន្មានចឹងទៅហើយយើងក៏អាច delete note បានដែរនេះខ្ញុំនឹង delete note ឲ្យមើលមួយព្រោះថាខ្ញុំចង់ delete អា first នេះចោលនេះខ្ញុំចុចទៅខ្ញុំ confirm ថា delete ទៅពេលដែលខ្ញុំ delete បាច់ចឹងទៅ note នឹងបាត់ទេបាទអញ្ចឹងបងខ្ញុំមានប៉ុណ្ណឹងសូមអរគុណ